អត្ថបទព្រះធម៌អប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានណាចារ្យហឹមប៊ុនធឿនធម្មធេរោអវាទទី48បណ្ឌិតទាំងឡាយមានប្រាជ្ញាតែងតែទូនមានចិត្តឲ្យប្រព្រឹត្តទៅតាមផ្លូវដ៏ប្រសើរហើយចេះតែបន្តដំណើរឆ្ពោះទៅមុខជាប់ជានិច្ចទោះបីដឹងថាផ្លូវនោះមានឧបសគ្គទុក្ខលំបាកច្រើនយ៉ាងណាក៏មិនលះបង់ការព្យាយាមតស៊ូអត់ធ្មត់នោះឡើយរឹតតែបន្ថែមធម៌ពលផ្លូវចិត្តកាន់តែខ្លាំងក្លាដើម្បីទៅកាន់គោលដៅជោគជ័យរីករាយដែលនៅរងចាំខាងមុខពេលណាបានសម្រេចបំណងហើយមានឱកាសជាច្រើនដើម្បីជួយសង្គ្រោះអ្នកដទៃដោយក្តីមេត្តាប្រកបដោយប្រាជ្ញាឆ្លៀសវៃជួយដោះស្រាយបញ្ហាដើម្បីបំពេញគុណធម៌ដ៏មានតម្លៃរបស់ខ្លួនក្នុងភាពជាមនុស្សធម៌ពិតៗនៅក្នុងក្របខ័ណ្ឌជាអ្នកជំនួយផ្លូវចិត្តដល់ជនគ្រប់រូបឲ្យទទួលបានភាពកក់ក្ដៅនិងភាពជឿជាក់ស្ងប់សុខសាន្តរីករាយក្នុងដំណើរជីវិតប្រចាំថ្ងៃជាមួយមហាជនក្នុងស្នាមញញឹមឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងអស់ទុក្ខភ័យខ្លាចឈឺចាប់ក្នុងវិថីជីវិតដ៏សែនស្មុគស្មាញមួយនេះ